ដែលមិនគួរជឿគឺពេលដែលគេបានដើរចូលទៅក្នុងព្រៃមួយនេះសំឡាញ់នេះគឺជាប្រាក់របស់ខ្ញុំបន្តិចបន្តួចឯងយកវាទៅប្រើការសិនចុះកាលពីព្រេងនេះមានបរិសុទ្ធពីរនាក់រស់នៅក្នុងភូមិមួយដោយពួកគេបានស្គាល់គ្នាហើយរាប់អានគ្នាជាសម្លាញ់នឹងគ្នាពេលនោះពួកគេបានស្បត់សន្យាប្រសិនបើថ្ងៃណាមួយមាននរណាមួយមានសំណាងមានទ្រព្យសម្បត្តិឬខ្លាចជាអ្នកមានគឺត្រូវជួយគ្នាទៅវិញទៅមកថ្ងៃមួយពួកគេបានដើរតាមដងផ្លូវដោយសពដងស្រាប់តែមានតាចាស់ម្នាក់បានដើរដួលពេលនោះពួកគេឃើញហើយគេទាំងពីរបានទៅជួយលើកតានោះឲ្យក្រោកឈរមកពេលតាក្រោកមកក៏បាននិយាយទៅកាន់ពួកគេថាតាពិតជាអរគុណចៅប្រុសទាំងពីរនាក់នេះណាដែលបានជួយតាណាបាទមិនអីទេលោកតាពេលនោះសំបានសួរទៅកាន់លោកតាថាតើតាមានកើតអ្វីដែរឬទេហើយតាអាចដើររួចទេបើតាដើរមិនរួចចាំពួកខ្ញុំជូនតាទៅផ្ទះពេលនោះតាឆ្លើយថាមិនអីទេតាមិនត្រូវអ្វីទេណាតាអាចទៅបាននិយាយអញ្ចឹងចៅទាំងពីរឯងមានឈ្មោះអ្វីដែរបាទលោកតាខ្ញុំបាទឈ្មោះបូរ៉ាហើយនេះមិត្តរបស់ខ្ញុំគាត់ឈ្មោះថាសំតាតបបន្តទៀតថាចៅបូរ៉ាហើយនឹងចៅសមណាពួកឯងទាំងពីរពិតជាមានសន្តានចិត្តល្អណាស់និងមានការនិយាយស្ដីចេះស្គាល់ចាស់ទុំមិនក្រអឺតកទមដូចក្មេងដទៃឡើយបើតាទីមិនខុសទេណាពួកឯងទាំងពីរថ្ងៃអនាគតនឹងមានសំណាងមកដល់ក្នុងពេលឆាប់នេះហើយពួកគេទាំងពីរក៏បានសើចហើយលាលោកតាបន្តដំណើរទៅមុខបាត់ទៅប៉ុន្មានសប្តាហ៍ក្រោយមកបូរ៉ាបានជួបហេតុការណ៍មួយដែលមិនគួរជឿគឺពេលដែលគេបានដើរចូលទៅក្នុងព្រៃមួយពេលនោះបូរ៉ាកាត់ចិត្តឆ្ងល់ជាខ្លាំងហើយក៏ស្ទុះទៅមើលហឹបនោះស្រាប់តែបូរ៉ាបើកហឹបនោះមកក៏ឃើញមាសពេជ្រកែវកងជាច្រើនពេញមួយហឹបតែម្ដងពេលនោះគេសប្បាយចិត្តខ្លាំងណាស់ហើយគេក៏បានប្រមូលហឹបមាសពេជ្រនោះយកទៅផ្ទះរបស់គេបាត់ទៅចំណែកឯសំវិញគេកំពុងតែធ្វើការងារផ្ទះធម្មតាពេលនោះសំបានឈរនឹងនឹកក្នុងចិត្តថាចុះហេតុអ្វីបានជាបូរ៉ាមិនឃើញទំនាក់ទំនងមកសោះអញ្ចឹងមួយរយៈនេះសំក៏មិនបង្អង់យូរហើយបានដើរសម្ដៅទៅផ្ទះរបស់បូរ៉ាពេលមកដល់ខាងមុខផ្ទះរបស់បូរ៉ាក៏មានការងឿឆ្ងល់ជាខ្លាំងដោយឃើញផ្ទះរបស់បូរ៉ាមានសភាពអ៊ូអរពីមុនផ្ទះខ្ទមឥឡូវប្រែទៅជាផ្ទះធំត្រឹមតែប៉ុន្មានសប្តាហ៍តែប៉ុណ្ណោះបន្ទាប់មកសំក៏បានសម្រេចចិត្តចូលទៅហើយក៏បានជួបនឹងអ្នកបម្រើរបស់បូរ៉ាម្នាក់
ពេលនោះអ្នកបម្រើរបស់បូរ៉ាបានសួរទៅកាន់សំថា តើលោកបុកទីនេះមានការអ្វីដែរលោក ពេលនោះសំក៏បានឆ្លើយ អូខ្ញុំមកទីនេះគឺមករកបូរ៉ាតើនេះគឺជាផ្ទះរបស់បូរ៉ាមែនទេ មែនហើយណាលោក បើអញ្ចឹងតើបូរ៉ានៅទេហើយខ្ញុំអាចទៅជួបនឹងគាត់បានទេ ពេលនោះអ្នកបម្រើក៏បានសួរទៅកាន់សំម្ដងទៀតថា បើដូច្នេះតើលោកមានឈ្មោះអ្វីដែរហើយត្រូវជាអ្វីនឹងគាត់ដែរ ចូលលោកទៅប្រាប់គាត់ទៅថាខ្ញុំមានឈ្មោះថាសំគឺត្រូវជាមិត្តសម្លាញ់របស់គាត់ណា សូមលោករងចាំមួយផ្លែតសិនទៅណាខ្ញុំចូលទៅជម្រាបលោកម្ចាស់សិនណា លោកម្ចាស់មានគេមកសុំជួបលោកម្ចាស់ តើគេជានរណាហើយគេមានឈ្មោះអ្វីតើគេមកនេះក្នុងគោលបំណងអ្វី គាត់បានប្រាប់ខ្ញុំថាគាត់ឈ្មោះសំហើយត្រូវជាមិត្តសម្លាញ់របស់លោកទៀតផង ពេលនោះបូរ៉ាបានឮហើយក៏នឹកឃើញរឿងពីមុនដោយសេចក្តីលុបលន់បូរ៉ាក៏បានប្រាប់ទៅអ្នកបម្រើនោះថាចូលឯងឲ្យគេទៅវិញចុះព្រោះយើងមិនស្គាល់គេទេហើយបើគេមិនទៅហៅគ្នាឲ្យទៅនាំគេចេញពីផ្ទះយើងទៅ បាទលោកម្ចាស់ ពេលនោះអ្នកបម្រើបានដើរចេញមកវិញហើយប្រាប់ឲ្យសំត្រឡប់ទៅវិញដោយប្រាប់ថា លោកម្ចាស់បានប្រាប់ថាគឺមិនជួបទេហើយក៏មិនស្គាល់ថាសមណាដែរសូមលោកអញ្ជើញត្រឡប់ទៅវិញចុះ សំឮហើយក៏មានអារម្មណ៍ខកចិត្តជាខ្លាំងហើយក៏ត្រឡប់មកផ្ទះវិញពេលនោះសំក៏បាននិយាយទាំងខឹងនឹងបូរ៉ាថា ហេតុអ្វីបានជាបូរ៉ាคล้ายទៅជាមនុស្សបែបនេះឬមួយក៏គេភ្លេចយើងមែនអោមិត្តសម្លាញ់អើយហេតុអ្វីឯងចេះភ្លេចយើងទៅកើតកាលពេលក្រីក្រគឺយើងទេដែលជាអ្នកជួយឯងនោះឬមួយក៏មាសពេជ្រកែវកងទ្រព្យសម្បត្តិទាំងនោះធ្វើឲ្យឯងខ្វាក់ភ្នែកភ្លេចមិត្តម្នាក់នេះហើយមិនគួរទេសម្លាញ់បូរ៉ាអើយខ្ញុំខំទុកឯងគឺជាសម្លាញ់ទោះមានស៊ីអត់ស៊ីក៏ដោយក៏គ្នាមិនដែលភ្លេចឯងដែរចុះហេតុអ្វីបានជាឯងធ្វើបែបនេះ ប៉ុន្មានឆ្នាំក្រោយមកបូរ៉ាបានបាត់បង់អ្វីៗគ្រប់យ៉ាងទាំងអស់ដោយសារតែភាពអាត្មានិយមភាពមិនទៀងត្រង់ឆ្លក់វង្វេងនឹងទ្រព្យសម្បត្តិហឹកស្រាលេងល្បែងស៊ីសងពីលាអាវ៉ាសែគ្រប់មុខធ្វើឲ្យគេវិលទៅរកសភាពក្រីក្រលំបាកដូចដើមវិញចំណែកឯសំវិញខំប្រឹងធ្វើការរកស៊ីព្រឹកល្ងាចក៏បានទៅជាមនុស្សដែលមានជីវភាពធូរធារលែងក្រលំបាកដូចពីមុនទៀតហើយថ្ងៃមួយបូរ៉ាបានដើរដួលព្រោះអស់កម្លាំងដោយមិនបានហូបអ្វីជាច្រើនថ្ងៃមកហើយគប់ជួនពេលនោះសំក៏បានឃើញហើយក៏បានចេញទៅមើលដោយសំមិនបានដឹងថាជាបូរ៉ានោះឡើយពេលនោះសំក៏បានសួរទៅកាន់គេនោះថា យ៉ាងម៉េចហើយលោកតើលោកមានកើតអ្វីទេហើយម៉េចបានជាដើរដួលដូច្នេះតែខ្ញុំមើលទៅលោកដូចជាធ្លាប់ស្គាល់ដូចជាមិត្តរបស់ខ្ញុំខ្លាំងណាស់ទេឯងគឺជាបូរ៉ាមែនទេបូរ៉ាហ
ហេតុអីក៏ឯងលាក់មុខនឹងខ្ញុំអូបូរ៉ាមែនតើហេតុអីបូរ៉ាមិនបានជាឯងធ្លាក់ក្នុងសភាពដូចនេះសំឡាញ់ក្រែងពីមុនឯងគឺជាមហាសទ្ធិទេតើ បូរ៉ាពេលដែលបានឃើញសមហើយក៏មិនហ៊ានប្រឈមមុខនឹងសមនោះដែរគេមានភាពអៀនខ្មាស់ជាខ្លាំងព្រោះគេបានធ្វើទង្វើដាក់មិត្តសម្លាញ់របស់គេកាលពីលើកមុនពេលនោះបូរ៉ាក៏បានតបទៅវិញថាគ្នាគ្មានមុខឯណាមកនិយាយជាមួយឯងទេសម្លាញ់ព្រោះគ្នាបានធ្វើកំហុសឆ្គងនឹងបានមិនទទួលស្គាល់ឯងជាសម្លាញ់នៅពេលដែលគ្នានោះមានប្រាក់ជាច្រើនហើយគ្នាគឺជាមនុស្សម្នាក់មិនគួរណាមានមិត្តល្អដូចជាសម្លាញ់ឯងនោះឡើយគ្នាពិតជាសុំទោសសម្លាញ់ឯងខ្លាំងណាស់ហើយគ្នាក៏ពុំអាចធ្វើជាសម្លាញ់របស់ឯងទៀតឡើយព្រោះទង្វើរបស់គ្នាមិនគួរឲ្យឯងលើកលែងទោសឲ្យនោះឡើយណាសម្លាញ់ វាមិនមែនជាបញ្ហាអីទេណាសម្លាញ់គ្នាក៏មិនដែលបានគុំគួននឹងឯងនោះឡើយមកចឹងចូលមកលេងផ្ទះគ្នាសិនមកមានរឿងអីចាំយើងនិយាយគ្នាណាសម្លាញ់មកចូលមក សំក៏បានហៅបូរ៉ាចូលទៅលេងផ្ទះរបស់ខ្លួនពួកគេទាំងពីរក៏បានដើរសម្ដៅឡើងទៅលើផ្ទះរបស់បូរ៉ាបាត់ទៅ មកសម្លាញ់ឯងមកអង្គុយទីនេះមកមានរឿងអីចាំយើងនិយាយគ្នា គ្នាអរគុណហើយសម្លាញ់ សម្លាញ់អង្គុយចុះមក គ្នាពិតជាខ្មាស់ឯងខ្លាំងណាស់សម្លាញ់គ្នាមិនហ៊ានអង្គុយទេខ្លាចប្រឡាក់ផ្ទះរបស់ឯងនឹងណា មិនអីទេសម្លាញ់អង្គុយចុះមកហើយអីវ៉ៃអីវ៉ាន់ទុកលើតុនឹងសិនហើយ សម្លាញ់សំអើយគ្នាខ្មាស់ឯងខ្លាំងណាស់គ្នាមិនគួរណាមានមុខមកជោគឯងនោះទេហើយពេលនេះឯងថែមទាំងមិនខឹងគ្នាបែរជាហៅគ្នាឡើងមកលើផ្ទះឯងទៀតមិនដូចជាគ្នានោះឡើយកាលមានលុយមានមាសមានប្រាក់បែរជាធ្វើបាបសម្លាញ់ឯងធ្វើជាមិនស្គាល់សម្លាញ់ឯងគ្នាពិតជាមិនដឹងថាត្រូវនិយាយអ្វីឲ្យត្រូវនោះឡើយ ឯងកុំគិតដូច្នោះគ្នាមិនដែលមានចិត្តគុំគួនខឹងឬស្អប់ឯងម្ដងណាឡើយគ្នាក៏តែងតែសង្ឃឹមថាថ្ងៃណាមួយឯងនឹងនឹកឃើញគ្នាដូចដែលគ្នាមិនបោះបង់ឯងដូច្នេះដែរហើយមួយវិញទៀតតាំងពីឯងធ្វើមិនស្គាល់យើងនោះមកយើងក៏បានជួបនឹងមនុស្សជាច្រើនដែលគេតែងតែឲ្យតម្លៃតែងតែរាប់រកយើងដូចគ្នាដូច្នេះយើងក៏បោះបង់គំនិតថាស្អប់ឯងនោះតែម្ដងហើយយើងក៏មានតែជូនពរឯងឲ្យបានជោគជ័យថែមទៀតផងទោះបីដឹងថាឯងធ្វើមិនស្គាល់យើងក៏ដោយក៏យើងមិនបានខឹងគុំគួននឹងឯងនោះឡើយហើយគ្នាក៏ចង់សួរឯងដែរថាមូលហេតុអ្វីបានជាឯងធ្លាក់ខ្លួនមកសភាពបែបនេះទៅវិញគ្នាពិតជាចូលរួមសោកស្ដាយចំពោះឯងខ្លាំងណាស់ដែលឃើញមិត្តសម្លាញ់របស់ខ្លួនបែរជាធ្លាក់ខ្លួនបែបនេះទៅវិញ គ្នាមិនលាក់បាំងឯងនោះទេសម្លាញ់កាលនោះគ្នាមានប្រាក់ជាច្រើនដែលគ្នាបានរើសបានដោយចៃដន្យនៅក្រោមគុម្ពឈើមួយគ្នាពិតជាសប្បាយចិត្តខ្លាំងណាស់គ្នាភ្លេចអ្វីអ្វីគ្រប់យ៉ាងទាំងអស់ហើយគ្នាបានយកមាសប្រាក់ទាំងនោះមកចាយវាខ្ជះខ្ជាយពីមួយថ្ងៃទៅមួយថ្ងៃដោយមិនគិតប្រឹងបង្កើនមុខរបរនោះឡើយគ្នាមានតែយកប្រាក់នោះដែលចាយវាយលេងល្បែងគ្រប់យ៉ាងទៅមកដល់ពេលនេះ
គ្នាបានបាត់បង់អ្វីទាំងអស់នោះវិញបាត់ទៅហើយគ្នាពិតជាមនុស្សមិនបានការមែន ណាស់ហើយចុះណាសំឡាញ់របស់ដែលបាត់ទៅហើយឲ្យវាបាត់ទៅចុះឯងកុំសោកស្ដាយនឹងអាឡោះអាល័យវាទៀតអីចាប់ពីថ្ងៃនេះទៅបើឯងត្រូវការអ្វីឯងមកប្រាប់យើងនឹងជួយឯងចាប់ពីថ្ងៃនេះទៅត្រូវបំភ្លេចរឿងចាស់ទាំងប៉ុន្មានចោលឲ្យអស់ហើយខិតខំរកស៊ីសាជាថ្មីយើងនឹងនៅចាំជួយនឹងគាំទ្រឯងជានិច្ចនេះយើងមានមាសប្រាក់បន្តិចបន្តួចចាំបន្តិចចាំយើងទៅយកឲ្យឯងដើម្បីឲ្យឯងធ្វើជាដើមទុនរកស៊ីហើយគ្នាជឿថាឯងប្រកាសជាធ្វើបាន ភ្លាមសំក៏បានដើរចេញបាត់ទៅបូរ៉ាពេលបានឮសម្ដីនឹងឃើញទឹកចិត្តរបស់មិត្តសម្លាញ់ហើយធ្វើឲ្យគេមានការរំជួលចិត្តជាខ្លាំងសំបានដើរតម្រង់ទៅបន្ទប់របស់គេហើយក៏បានយកថង់ប្រាក់នៅក្នុងថតតុរបស់គេពេលគេយកបានគេក៏បានវិលត្រឡប់យកថង់ប្រាក់នោះទៅឲ្យបូរ៉ាវិញសំពេលនោះក៏បានត្រឡប់មកវិញហើយសំបានហុចថង់ប្រាក់នោះទៅឲ្យបូរ៉ារួចក៏និយាយថា នេះសំឡាញ់នេះគឺជាប្រាក់របស់ខ្ញុំបន្តិចបន្តួចឯងយកវាទៅប្រើការសិនចុះព្រោះគ្នាដឹងថាឯងពិតជាត្រូវការវាណាស់គ្នាជូនពោឯងឲ្យរកស៊ីមានបានឡើងវិញ ទេសម្លាញ់គ្នាមិនអាចទទួលប្រាក់ពីឯងបាននោះឡើយ មិនអីទេសំឡាញ់ឯងយកចុះហើយចាត់ទុកថាឯងខ្ចីប្រាក់យើងទៅចុះបើឯងមានពេលណាឯងយកវាមកសងយើងពេលនឹងចុះ បើសម្លាញ់ឯងនិយាយដូច្នោះទៅហើយគ្នាក៏ព្រមទទួលយកទៅចុះគ្នាសូមអរគុណឯងដងទៀតដែលបានជួយគ្នាណាគ្នានឹងសន្យាជាមួយឯងថាគ្នានឹងយកប្រាក់នេះទៅធ្វើការរកស៊ីហើយប្រសិនបើបានប្រាក់ពេលណាគ្នានឹងយកមកសងឯងវិញជាក់ជាពំខានពួកគេទាំងពីរក៏បានសើចរំលងមិនបាន5ឆ្នាំផងសំនិងបូរ៉ាបានคล้ายទៅជាអ្នកមានដូចគ្នាហើយពួកគេទាំងពីរបានរាប់អានគ្នាជាសម្លាញ់ល្អនឹងគ្នាចាប់ពីពេលនោះតរៀងទៅមិត្តល្អតែងតែជួយគ្នាក្នុងគ្រាពេលមានអាសន្នដូច្នេះត្រូវចងចាំថាអ្វីក៏ដោយឲ្យតែទទួលបានមកដោយមានភាពងាយស្រួលនោះវាក៏អាចរលាយទៅវិញបានដោយងាយស្រួលផងដែរសូមអរគុណ